រៀបភាសាលោកគ្រូនឹងមកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកពីក្រុមទី2ដែលនឹងនិយាយបកស្រាយអំពីចំណុចទី2ដែលក្រុមខ្ញុំមានឈ្មោះជានរជោទគឺសររវាសារកពុទ្ធសីហាអារិតាអែនណាវតីនិងវឌ្ឍនាខ្ញុំចាប់ដាក់តែពេលនេះខ្ញុំនឹងបកស្រាយពីចំណុចទី2សីតុណ្ហភាពនិងសម្ពាធដែលនៅលើផែនដីមានសន្ទាប់សំខាន់មាន2ហើយមាន3គឺទី1គេហៅថា snow ទី2គេហៅថា monto និងទី3គឺជាសន្ទាប់ក្រៅរបស់ផែនដីយើងតែសន្ទាប់ទាំង3ហ្នឹងវាខុសគ្នាមានសម្ពាធមានអីខុសគ្នាទាំងអស់ទាំងសីតុណ្ហភាពទាំងសម្ពាធនិងទាំងរូបផ្សំក៏ខុសគ្នាដែរពីសីតុណ្ហភាពដែលហៅថាសីតុណ្ហភាពគឺជាកម្ដៅឬត្រជាក់នៃសីតុណ្ហភាពវាកើតឡើងវាប្រែប្រួលទៅតាមទីកន្លែងសីតុណ្ហភាពនៅពេលដែលអ្នកជីកលំក្នុងចិត្តផ្ទៃផែនដីសីតុណ្ហភាពជុំវិញវាត្រជាក់នៅពេលដែលអ្នកជីកប្រហែល20ម៉ែត្រវាចាប់ផ្ដើមដើរវាកើតឡើងប្រហែល40ម៉ែត្រម្ដងនិងកើតឡើង1អង្សាសេសរុបមកចង់បានន័យថានៅក្នុងផែនដីយើងនៅលើផែនដីយើងទាំងអស់ហ្នឹងបើជម្រៅវាកាន់តែជ្រៅកម្ដៅក៏កាន់តែកើនឡើងដែរដូចក្នុងរូបនេះឃើញវាកើនឡើងពី1000ទៅ3000ទៅ3500ទៅរហូតកាន់តែជ្រៅកាន់តែកើនឡើងនឹងចំណុចមួយទៀតគឺ 2.2 យើងនិយាយអំពីសម្ពាធតែសម្ពាធហ្នឹងវាស្រដៀងគ្នាទៅនឹងសីតុណ្ហភាពដែរតែមុននឹងខ្ញុំនិយាយពីសម្ពាធខ្ញុំនឹងនិយាយពីនិយមន័យសិនសម្ពាធគឺជាកម្លាំងសង្កត់របស់ផ្ទៃផែនដីមានន័យថាផែនដីវាវិលវាបានស្រូបយើងដោយយើងពលតែឈរហ្នឹងយើងសិតតែមានសម្ពាធអីពីផែនដីហ្នឹងមកយើងឈរបានបើមានយើងហោះហ្នឹងតែក្នុងនេះខ្ញុំចង់និយាយពីសម្ពាធបើជម្រៅសម្ពាធវាកាន់តែជ្រៅបើជម្រៅផែនដីវាកាន់តែជ្រៅសម្ពាធក៏វាកាន់តែទាញខ្លាំងដែរដូចនៅក្នុងរូបខាងលើនេះយើងបើតិច